លោកយាយម្ចាស់ថ្លៃឲ្យសូមមេត្តាអាណិតពួកយើងផងសូមលោកយាយជួយរកយុត្តិធម៌ឲ្យពួកយើងផងអាណិតតែម្ដាយក្មេកខ្ញុំដែលធ្វើការដោយគោដោយសេះនៅត្រកូលជារាប់សិបឆ្នាំមកហើយទីបំផុតបែរជាត្រូវគេវាយរហូតដល់ស្លាប់ម្ដាយខ្ញុំគ្រាន់តែរងាស់ថ្នាំលើភ្លើងបន្តិចបន្តួចប៉ុណ្ណោះកញ្ញាជីដូនមួយម្នាក់នោះឃើញថាខ្លួនមានលុយបន្តិចបន្តួចក៏ធ្វើខ្លួនក្អេងក្អាងមិនឃើញជីវិតមនុស្សក្នុងភ្នែកនាងពិតជាតារានាំសំណាងអាក្រក់ដែលនាំទុកដល់អ្នកដទៃមែនបើថ្ងៃនេះមិនផ្ដល់យុត្តិធម៌ឲ្យទេខ្ញុំនឹងយកក្បាលបុកស្លាប់នៅមុខសាលារងឈៀងនេះឯងគួរឲ្យអាណិតណាស់កញ្ញាជីដូនមួយម្នាក់នោះធម្មតាឃើញឈឺថ្កាត់រ៉ាំរ៉ៃមិននឹកស្មានថាចិត្តខ្វក់ដល់ថ្នាក់នេះសោះពិតមែនហើយអ្នកទាំងពីរឆាប់ក្រោកឡើងលោកយាយកំពុងតែឈឺក្បាលខ្លាំងព្រោះតែរឿងនេះហើយអ្នកទាំងពីរជួយកុំប្រកាន់អូនស្រីហ្វាយូអីនាងកំព្រាឪពុកម្ដាយតាំងពីតូចទើបធ្វើឲ្យចរិតនាងរឹងរូសនឹងឯកោបែបនេះនាងក៏មិនមែនមានចិត្តណាចង់សម្លាប់ម្ដាយអ្នកទាំងពីរដែរកញ្ញាឈោអ្នកពិតជាមានចិត្តមេត្តាដូចព្រះពិតមែនប៉ុន្តែស្រីត្រកូលលេនម្នាក់នោះគឺជាស្រីពោលនាងហ៊ានសម្លាប់មនុស្សដោយគ្មានហេតុផលយ៉ាងម៉េចកើតសងឈាមដោយឈាមពួកយើងទៅនឹងសែង Pavilion ឥឡូវនេះទៅគិតបញ្ជីជាមួយស្រីពោលម្នាក់នោះវីកំតិចទីធ្លារបស់នាងចោលលេនហ្វីលើកនេះឯងខ្លាចជាមនុស្សដែលគេស្អប់ខ្ពើមគ្រប់គ្នាហើយចាំមើលឯងរស់នៅក្នុងត្រកូលជាយ៉ាងម៉េចទៀតពួកអ្នកកុំធ្វើអ្វីឆេវឆាវអីអ្នកនាងឆាន់ឆៅនឹងពួកក្មេងស្រីទាំងនោះមិនត្រឹមតែមិនខុសទេថែមទាំងលួចមើលរឿងសបាយនៅតាមច្រកកបៀងទៀតពួកមនុស្សរបស់មេធ្មប់នោះកំពុងកាន់ដំបងសម្រុកមកទីធ្លារបស់យើងហើយមើលរឿងសបាយគឺល្អហើយមើលរឿងសបាយទៅគ្មានពេលយាមកន្លែងរបស់ខ្លួនឯងទៅឥឡូវនេះរុករកបន្ទប់របស់មនុស្សគ្រប់គ្នាក្នុងទីធ្លារបស់យើងរកឲ្យឃើញគ្រប់ជ្រុងទាំងអស់រួចហើយយកកាក់ថ្នាំការពីម្សិលមិញមកជាមួយផងចាស់អ្នកនាងខ្ញុំនឹងទៅឥឡូវនេះចាំមើលរឿងរ៉ាវនេះវិវត្តទៅមុខបន្តិចសិនឈប់សិនអូនស្រីជីដូនមួយខ្ញុំរាងកាយខ្សោយណាស់នាងមិនអាចទទួលការភ័យខ្លាចបានទេពួកអ្នកមានកំហឹងអ្វីមកដាក់លើខ្ញុំនេះកុំប៉ះពាល់របស់របបអូនស្រីខ្ញុំឲ្យសោះនាងស្រីពោលឯងនៅហ៊ានអង្គុយផឹកតែនៅទីនេះទីអីសងជីវិតម្ដាយក្មេកខ្ញុំមកវិញបងប្អូនទាំងអស់គ្នាវីកំតិចវីចោលទៅវីកំតិចទីធ្លារបស់នាងស្រីពោលនេះឲ្យខ្ទេចខ្ទីទៅឲ្យនាងដឹងថាពួកយើងជាអ្នកបម្រើក៏មិនមែនឲ្យគេជិះជាន់បានដែរចង់ស្លាប់ដោយដឹងរឿងច្បាស់លាស់មែនទេជួយលើករបស់នោះមកឲ្យពួកគេបើកភ្នែកមើលឲ្យច្បាស់ទៅនេះវាជាអ្វីវាពាក់ព័ន្ធអ្វីនឹងការដែលឯងវាយម្ដាយខ្ញុំរហូតដល់ស្លាប់កាក់ថ្នាំដែលឡើងផ្សិតនេះគឺជាថ្នាំល្អដែលម្ដាយឯងរងាស់ឲ្យខ្ញុំផឹកជារៀងរាល់ថ្ងៃចំណែកឯកាក់ថ្នាំនៅបាតឆ្នាំងនេះវិញគឺមានលីថ្នាំពុលដែលធ្វើឲ្យស្លាប់យឺតម្ដាយរបស់ពួកឯងបានទទួលលុយខ្មៅពីគេហើយដាក់ថ្នាំពុលក្នុងថ្នាំរបស់ខ្ញុំពេលបែកការក៏ត្រូវបងថ្លៃស្រីដាក់ទោសតាមច្បាប់គ្រួសារពួកឯងមិនត្រឹមតែមិនដឹងខ្លួនខុសទេថែមទាំងហ៊ានយកលុយបំបិទមាត់ពីអ្នកបញ្ជារត់មកទីនេះដើម្បីចាប់ប្រកាន់ខ្ញុំត្រឡប់ទៅវិញទៀតតើពួកឯងគិតថាត្រកូលជានេះគ្មានច្បាប់ទម្លាប់មែនទេអ្នកឯងមួយបង្កាច់ខ្ញុំយើងមិនបានយកលុយទេមិញនេះខ្ញុំបានឲ្យគេទៅឆែកបន្ទប់ពួកឯងរួចហើយលុយក្រដាស500ដំឡឹងនៅក្តៅក្នុងភួយនៅឡើយពួកអ្នកបម្រើអប្រិយនេះលក់ជីវិតម្ដាយបង្កើតខ្លួនឯងហើយនៅចង់មកគំរាមកំហែងគេទៀតលើក្រដាសប្រាក់នេះមានបោះត្រាធនាគារស៊ូជីយ៉ាងច្បាស់បងស្រីស៊ូលុយផ្ទះបងពិតជាអស្ចារ្យមែនវាចេះរត់ចូលទៅក្នុងភួយឃាតករដោយខ្លួនឯង